ព្រះមហាក្សត្រគិតថាអ្នកស្រីមានសិទ្ធិខ្ពស់នៅក្នុងទីក្រុងធ្វើឲ្យកូនប្រុសមានបញ្ហាដែរឬទេពេលឃើញការផ្ដល់យោបល់របស់ខ្លួនត្រូវបានបដិសេធអ្នកស្រីមហាក្សត្រីបាននិយាយថានៅឆ្នាំនោះគឺជាអ្នកស្រីដែលបានចេញពីព្រំដែនដើម្បីជាជនជាតិប្រទេសត្រូវហើយបានបដូរយកសន្តិភាពដល់ទឹកដីថ្ងៃនេះអ្នកអង្គុយយ៉ាងស្ងប់ស្ងាត់នៅទីតាំងនេះដោយសារតែមិនមែនជាខ្ញុំទេព្រះមហាក្សត្របានបង្វែរផ្នែកខាងក្រោយហើយត្រូវតែយល់ព្រមតាមគាត់នៅពេលឃើញអ្នកស្រីមហាក្សត្រីមានមុខមាត់សិនយូរ៉ុងទើបដឹងថាផ្លូវរបស់ខ្លួននៅពេលក្រោយមានភាពគួរឲ្យព្រួយបារម្ភហើយឆាប់នេះស្ដាប់បងប្រុសនិយាយឆ្នាំនេះអនុវត្តប្រឡងបញ្ចូលគ្នារវាងបុរសនិងស្ត្រីគាត់ឮថាសិនយូរ៉ុងនឹងមកត្រួតពិនិត្យផ្ទាល់អ្នកឈ្នះនឹងត្រូវអញ្ជើញជួបព្រះមហាក្សត្រដូច្នេះគាត់សម្រេចចិត្តបងប្រុសរួមក្រុមជាមួយខ្លួនគ្មានការស្ទាក់ស្ទើរបងប្រុសសើចមិនឈប់គាត់គិតគំនិតប្អូនស្រីចម្លែកព្រោះតែគ្មានសៀវភៅអានសោះគ្មាននរណាដឹងហ្វាងហ្វេជាស្រីមានទេពកោសល្យដំបូងក្នុងហ្វៃសៀងនាងទៅរកជីដូនហើយនិយាយខ្លួនរស់នៅក្នុងសាលាស្ត្រីហើយមានឈ្មោះល្បីល្បាញឥឡូវនេះពេលដែលបានត្រឡប់មកផ្ទះវិញគាត់មិនចង់ឲ្យគ្រួសារជាងអាម៉ាស់ដោយសារខ្លួនទេដូច្នេះគាត់ចង់ទៅសាលាមីងយីដើម្បីសិក្សាបង្កើនចំណេះដឹងនិងរកឈ្មោះល្បីឲ្យខ្លួនបន្ទាប់ពីហ្វាងហ្វេនិយាយចប់នាងបានបង្ហាញសៀវភៅអក្សរដែលនាងបានសរសេរអ្នកចាស់សប្បាយចិត្តទោះបីនាងមិនបានរៀនសៀវភៅក៏ដោយតែនាងអាចសរសេរអក្សរបានល្អប្រសិនបើមានការបង្រៀននាងអាចមានឈ្មោះល្បីនៅទីកន្លែងបាននាងបានបញ្ជាឲ្យហ្វាងហ្វេយកសៀវភៅអក្សរទៅឲ្យឪពុកមើលប្រកាសថានឹងទទួលបានការសរសើរមួយហ្វាងហ្វេតែបង្ហាញមុខមាត់ដូចជាមានការលំបាកណាស់អ្នកចាស់ដឹងថាម្ចាស់ផ្ទះជីនឹងធ្វើឲ្យមានបញ្ហាដូច្នេះនាងបានយកសៀវភៅអក្សរទៅឲ្យកូនប្រុសមើលដោយផ្ទាល់ហើយមិនខុសពីការរំពឹងទុកទេគាត់បានទទួលការសរសើរមួយប៉ុន្តែម្ចាស់ផ្ទះជីបាននិយាយថាដើម្បីល្អសម្រាប់លីមៀងមិនដែលបានរៀនសៀវភៅទេការទៅសាលាអាចនឹងមានការលំបាកអ្នកចាស់ឃើញកូនប្រុសមានការស្ទាក់ស្ទើរនាងបាននិយាយភ្លាមថាចៅស្រីរស់នៅក្នុងសាលាចំណេះហើយក៏អាចហ្វឹកហាត់អក្សរបានល្អនេះបង្ហាញថានាងមានការខិតខំខ្លាំងណាស់អក្សរនេះសរសេរល្អជាងរយ៉ាវដែលអ្នកបានមើលឃើញតាំងពីតូចស៊ីស៊ីឆាស៊ីសសសេឆាស៊ីអ្នកចាស់និយាយត្រឹមត្រូវណាស់ស្ត្រីជីបានធ្វើអ្វីដើម្បីបញ្ឈប់ផាងហ្វីមិនឲ្យចូលសាលាដោយមិនខ្វល់នឹងការនាំយកសៀងយូយ៉ុងមកនាងបានឲ្យសៀងយូយ៉ុងពិនិត្យមើលថាតើផាងហ្វីមានសមត្ថភាពចូលសាលាឬអត់ប៉ុន្តែសៀងយូយ៉ុងបានឃើញប្រាក់ដែលបានផ្ញើគុកនាងបានដឹងពីបំណងរបស់អ្នកផ្ញើប៉ុន្តែស្ត្រីជីបានធ្វើផ្ទុយពីការគិតដោយសុំឲ្យនាងធ្វើឲ្យលីអ៊ឺរៀងឆ្លងសុនម៉ាម៉ាមិនយល់ពីបំណងរបស់ស្ត្រីជីទេនាងបានបញ្យល់ថាសៀងយូយ៉ុងមានដើមកំណើតពីគ្រួសារក្រីក្រនៅឆ្នាំនោះក្រុងរៀបចំជប់លៀងស្វាគមន៍អ្នកមានអំណាចក្រុងជាមជុងប៉ុន្តែគ្មាននរណាម្នាក់បានមកចូលរួមដូច្នេះគាត់បានស្អប់កូនក្រុងអ្នកមានប្រើអំណាចបង្ខំអ្នកដទៃខ្លាចជាមនុស្សមិនអាចទិញបានប៉ុន្តែស្ត្រីជីមិនបានរំពឹងថាសៀងយូយ៉ុងនឹងយល់ព្រមមកត្រួតពិនិត្យថាតើកូនស្រីទីរបស់គ្រួសារជាងហេតុអ្វីបានដូចស្រីមេម៉ាយហាងហ្វីមិនទាន់ដឹងពីការមកដល់សៀងយូយ៉ុងនាងបានចូលបន្ទប់ឃើញស្រមោលស្គាល់នោះបេះដូងនាងពោពេញដោយកំហឹងប៉ុន្តែនាងនៅតែធ្វើជាស្ងប់ស្ងាត់សួរថានាងធ្លាប់ទៅភ្នំឈីងឆេងទេកន្លែងនោះគឺជាកន្លែងបញ្ចប់ជីវិតនាងសៀងយូយ៉ុងបានលើឈ្មោះភ្នំឈីងឆេងស្ងៀមស្ងាត់កន្លែងខាងស្រីបានខិតជិតសួរថាគាត់បានទៅជាមួយនរណាពេលនោះបានធ្វើឲ្យសៀងយូយ៉ុងនៅឃើញឈុតឆាកនៃការបញ្ចប់ជីវិតភរិយារបស់គាត់យប់នៅក្នុងជីងឆេងតាំងពីបុរាណមកត្រជាក់ដល់ថ្នាក់អាចឲ្យមនុស្សមើលឃើញគ្រប់យ៉ាងខ្ញុំធ្លាប់មិនយល់ហេតុអ្វីបានជាអ្នកស្រឡាញ់ជាទីបំផុតរបស់ខ្ញុំបានធ្វើដូច្នេះហើយបានស្នើឲ្យខ្ញុំទៅភ្នំឈីងឆេងដល់10ឆ្នាំផាងវៃពេលនិយាយដល់ទីនេះគាត់បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តមួយនាងត្រូវបានគេដាក់ឃុំនៅសាលាដ៏សុចរិតនៃភ្នំឈីងឆេង10ឆ្នាំប៉ុន្តែត្រូវរស់នៅតែម្នាក់ឯងឥឡូវនេះនាងអាចពឹងផ្អែកលើខ្លួនឯងប៉ុណ្ណោះដូច្នេះសង្ឃឹមថាសៀងស៊ូស៊ីនមិនបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនពាក្យនេះមួយរបស់ផាងហ្វៃកំពុងធ្វើឲ្យសៀងយូយ៉ុងស្ទាក់ស្ទើរហើយធ្វើឲ្យនាងស្ទាក់ស្ទើរពិបាកដកដង្ហើមជាពិសេសនៅពេលឃើញអក្សរមួយស្រដៀងនឹងអតីតភរិយាផាងហ្វៃដែលធ្វើរាងកាយដាក់លើក្តារកាត់ហើយផាងហ្វៃឃើញមិនចង់ឆ្លងកាត់ការប្រឡងហើយសួរថាហេតុអ្វីធ្វើដូច្នេះចំពោះខ្លួននេះធ្វើឲ្យសៀងយូយ៉ុងគិតដល់អតីតភរិយារបស់គាត់ត្រូវបានពាក្យនេះធ្វើឲ្យខ្លាចខ្នងត្រជាក់ដូចជាភរិយារបស់គាត់កំពុងឈរនៅមុខផ្ទាល់ផាងហ្វៃហើយឃើញថាខ្លួនឯងចុកក្នុងល្បិចហើយរត់ចេញយ៉ាងលឿនបន្ទាប់ពីសៀងយូយ៉ុងដឹងខ្លួនវិញនាងប្រាប់ឪពុកជាងថានាងមិនសំស្រុកក្នុងការចូលទៅក្នុងមីងអ៊ីថាងទេមេផ្ទះជីបង្ហាញមុខពោពេញដោយការពេញចិត្តប៉ុន្តែសៀងយូយ៉ុងនៅពេលចាក់ចេញបានរំលឹកមកវិញថានៅពេលមុនភរិយារបស់នាងក៏ចង់ចូលទៅក្នុងមីងអ៊ីថាងសិក្សាតែចុងក្រោយបោះបង់ចោលថែទាំគ្រួសារដូច្នេះនាងប្រាប់គ្រួសារជាងការចង់ដឹងរបស់កូនស្រីទីរបស់គ្រួសារជាងវាជារឿងដែលពិតជាមានតម្លៃណាស់ម្ដែរអ្នកបានលឺដែរឬទេជីនលីនកំពុងតែត្រៀមទៅសិក្សានៅមីងអ៊ីថាំងហើយមេផ្ទះជីមិនបានគិតថាស្វាមីបានផ្លាស់ប្ដូរគំនិតព្រាមឥឡូវរឿងខ្លាចជាការពិតហើយនៅពេលសិនយូយ៉ុងត្រឡប់មកផ្ទះគំនិតនាងនឹកឃើញប្រពន្ធនាងទេនាងទុកលំបាករត់ទៅក្នុងឈីងឆេងយប់មួយជីខ្នូពិនិត្យថាប្រពន្ធស្លាប់នាងរកឃើញសាកសពស្ថិតនោះហ្វាងហ្វីដឹងអតីតស្វាមីនាងមានការសង្ស័យគិតថានាងមកជីខ្នូនៅពេលនាងបញ្ចុះសពនាងផ្លាស់ប្ដូរសម្លៀកបំពាក់នាងជាមួយនឹងរបស់ខ្លួនខ្ញុំសូមអភ័យទោសដែលធ្វើឲ្យនាងត្រូវបានរំខានបន្ទាប់ពីនាងបានចាក់ចេញ